សួស្តីប្រិមិត្តអ្នកទស្សនាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Marie CLTV នាងខ្ញុំ Marie មានព័ត៌មានក្តៅកកុកនិងពោពេញដោយអារម្មណ៍រំភើបមួយមកជម្រាបជូនប្រិមិត្តនៅថ្ងៃនេះក្រោយពីមានកូនស្រីរហូតដល់ទៅ3នាក់នឹងតែត្រូវបានមិត្តភ័ក្តិខ្លះលេងសើចឬឌឺដងថារកកូនប្រុសមិនបានទីបំផុតពិធីករនិងជាតារាសម្ដែងល្បីឈ្មោះលោកប៉ាន់ចម្រុងបានសម្រេចបំណងធំមួយក្នុងជីវិតគ្រួសារតើអ្វីទៅជាបរិយាកាសក្នុងកម្មវិធី Gender Reveal Party របស់លោកហេតុអ្វីបានជាភរិយារបស់លោកហូរទឹកភ្នែកនៅចំពោះមុខភ្ញៀវជាច្រើនហើយការមានកូនប្រុសលើកនេះមានន័យយ៉ាងណាចំពោះជីវិតនិងអាជីពរបស់លោកប៉ាន់ចម្រុងសូមប្រិមិត្តទស្សនាដល់ចប់ដើម្បីស្ដាប់ព័ត៌មានលម្អិតទាំងអស់គ្នាកាលពីរាត្រីថ្ងៃទី18ខែមិថុនាឆ្នាំ2026កន្លងទៅលោកប៉ាន់ចម្រុងបានរៀបចំកម្មវិធីជប់លៀងដ៏អធិកអធមមួយនៅភោជនីយដ្ឋានផ្ទះព្រាបសុវត្ថិដើម្បីធ្វើពិធីទាយភេទកូនក្នុងផ្ទៃភរិយាឬដែលគេហៅថា Gender Reveal Party កម្មវិធីនេះមានការចូលរួមពីពិធីករសិល្បករនីល្បីៗម្ចាស់អាជីវកម្មអ្នកលក់អនឡាញនិងភ្ញៀវកិត្តិយសជាច្រើនរូបសូម្បីតែលោកព្រាបសុវត្ថិម្ចាស់ទីតាំងកម្មវិធីក៏បានចូលរួមអបអរសាទរផងដែរបរិយាកាសពោពេញទៅដោយភាពសប្បាយរីករាយនិងការទន្ទឹងរង់ចាំយ៉ាងអន្ទះសារភ្ញៀវទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួមទាយថាកូនក្នុងផ្ទៃអ្នកនាងហ៊ុនម៉ាណេជាកូនប្រុសឬកូនស្រីអ្នកដែលទាយថាកូនប្រុសត្រូវសរសេរឈ្មោះលើក្រដាសពណ៌ខៀវរីឯអ្នកដែលទាយថាកូនស្រីត្រូវសរសេរលើក្រដាសពណ៌កាឈូពេលវេលាដែលគ្រប់គ្នារងចាំក៏បានមកដល់លោកប៉ាន់ចម្រុងនិងភរិយាបានបង្ហាញរូបភាពកូនរបស់ទីរកនៅលើអេក្រង់ធំកណ្ដាលកម្មវិធីនៅពេលដែលវិជ្ជបណ្ឌិតបញ្ជាក់ថាទីរកក្នុងផ្ទៃគឺជាកូនប្រុសសំលេងហូរកញ្ជ្រៀវនិងការអបអរសាទរបានផ្ទុះឡើងពេញសាលកម្មវិធីតែម្ដងលោកប៉ាន់ចម្រុងហាក់មិនអាចទប់អារម្មណ៍រំភើបបានឡើយដោយបានស្ទុះទៅអភរិយាភ្លាមចំណែកអ្នកនាងហ៊ុនម៉ាណេក៏បានហូរទឹកភ្នែកដោយក្តីរំភើបនិងសុភមង្គលយ៉ាងក្រៃលែងអ្នកនាងបានបង្ហោះសារមួយយ៉ាងមានន័យថាទីបំផុតប៉ាន់ចម្រុងបានកូនពូជស្នងត្រកូលហើយសម្រាប់បំណងហើយកូនពៅកូនពូជរបស់ប៉ាម៉ាក់អរគុណកូនដែលមកបំពេញដីបំណងឲ្យគ្រួសារយើងជួបមុខគ្នាខែ11ណាប្រុសពៅចំណែកអ្នកនាងសារនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើបតាមនិងនាំគ្នាចូលរួមអបអរសាទរយ៉ាងច្រើនកកបើតាមព័ត៌មានអ្នកនាងហ៊ុនម៉ាណេកំពុងពោះពោះប្រមាណជាង4ខែហើយគ្រងនិងសម្រាលកូននៅអន្លង់ខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះគូរំលឹកផងដែរថាលោកប៉ាន់ចម្រុងនិងអ្នកនាងហ៊ុនម៉ាណេបានរៀបការជាមួយគ្នាកាលពីឆ្នាំ2019រយៈពេល77ឆ្នាំមកនេះអ្នកទាំងពីរបានសាងគ្រួសារមួយដែលមានមហាជនជាច្រើនចាត់ទុកថាមានសុភមង្គលនិងស្ថិរភាពមិនត្រឹមតែជោគជ័យក្នុងជីវិតគ្រួសារប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានរួមគ្នាបង្កើតមុខរបរនិងអាជីវកម្មផ្សេងៗជាច្រើនផងដែរជាពិសេសកូនស្រីទាំងពីររបស់ពួកគេក៏មានប្រជាប្រិយភាពលើបណ្ដាញសង្គមនិងទទួលបានការងារផ្សព្វផ្សាយផលិតផលកុមារជាបន្តបន្ទាប់មុនពេលទទួលដំណឹងថាកូនក្នុងផ្ទៃជាកូនប្រុសលោកប៉ាន់ចម្រុងមានកូនស្រីរួចមកហើយចំនួន3នាក់កូនស្រីច្បងឈ្មោះ Catherina ជាកូនជាមួយអ្នកនាង Pensadali ចំណែកកូនស្រី2នាក់ទៀតគឺជាកូនជាមួយអ្នកនាងហ៊ុនម៉ាណេដូច្នេះហើយការទទួលបានកូនប្រុសលើកនេះត្រូវបានគេចាត់ទុកថាជាការសម្រេចបំណងដ៏ធំមួយសម្រាប់គ្រួសាររបស់លោកអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺព្រឹត្តិការណ៍ដ៏សប្បាយរីករាយនោះបានកើតឡើងនៅពេលដែលលោកប៉ាន់ចម្រុងកំពុងឈានចូលដំណាក់កាលថ្មីនៃអាជីពការងារដោយដែលមហាជនបានដឹងហើយថាក្រោយស្ថានីយ៍ PNN បញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ2026លោកប៉ាន់ចម្រុងក៏បានបាត់បង់តំណែងជាពិធីករដែលលោកបានបំពេញអស់រយៈពេលជាង1ទសវត្សរ៍ប៉ុន្តែជំនួសឲ្យការបាក់ទឹកចិត្តលោកបានស្វែងរកឱកាសថ្មីជាច្រើនបច្ចុប្បន្នលោកកំពុងបំពេញតួនាទីផលិតករប្រតិបត្តិគម្រោងភាពយន្តមួយចំនួនហើយថ្មីនេះក៏បានបង្កើតក្រុមហ៊ុនកំសាន្តផ្ទាល់ខ្លួនចម្រុង Entertainment Agency ឬ CEA ផងដែរក្រៅពីនេះលោកនៅតែបន្តទទួលការងារពិធីករកម្មវិធីប្រគំតន្ត្រីនិងព្រឹត្តិការណ៍ផ្សេងៗជាច្រើននេះបង្ហាញថាទោះបីមានការផ្លាស់ប្ដូរក្នុងអាជីពក៏ដោយក៏លោកនៅតែអាចបន្តរក្សាវត្តមានក្នុងវិស័យសិល្បៈបានយ៉ាងល្អប្រិមិត្តជាទីគោរពបើមើលឲ្យស៊ីជម្រៅទៅលើរឿងនេះវាមិនមែនគ្រាន់តែជាការប្រកាសភេទកូនធម្មតាទេសម្រាប់លោកប៉ាន់ចម្រុងវាជាការសម្រេចបំណងមួយដែលលោកនិងភរិយាបានរងចាំអស់រយៈពេលជាច្រើនឆ្នាំក្នុងសង្គមខ្មែរគ្រួសារមួយចំនួននៅតែមានទស្សនៈចង់បានកូនប្រុសដើម្បីបន្តនេមត្រកូលនិងជាកម្លាំងស្នងមរតកគ្រួសារទោះបីជាកូនប្រុសឬកូនស្រីសុទ្ធតែមានតម្លៃស្មើគ្នាក៏ដោយប៉ុន្តែសម្រាប់គ្រួសារលោកប៉ាន់ចម្រុងការទទួលបាន
បានកូនប្រុសលើកនេះគឺជាការបំពេញបំណងដែលបានរក្សាទុកជាយូរមកហើយយ៉ាងទៀតការរៀបចំកម្មវិធី Gender Reveal Party និងខូបកំណើតក្នុងពេលតែមួយក៏បង្ហាញពីការគ្រប់គ្រងជីវិតទំនាក់ទំនងសង្គមយ៉ាងឆ្លាតវៃផងដែរក្នុងពេលដែលអាជីពការងាររបស់លោកកំពុងផ្លាស់ប្ដូរការទទួលបានដំណឹងល្អពីគ្រួសារក្លាយជាកម្លាំងចិត្តដ៏ធំមួយសម្រាប់ការចាប់ផ្ដើមដំណើរថ្មីប៉ុន្តែសំណួរដែលគូឲ្យចាប់អារម្មណ៍បន្តទៀតនោះគឺតើក្រុមហ៊ុនកំសាន្តថ្មីរបស់លោកនឹងការវិលត្រឡប់មកកាន់ការផលិតមាតិកាផ្ទាល់ខ្លួននិងអាចទាក់ទាញការគាំទ្រពីទស្សនិកជនបានដោយកាលពីអតីតកាលដែរឬទេនេះគឺជាបញ្ហាប្រឈមដ៏សំខាន់ព្រោះក្នុងពិភពសិល្បៈសប្តាហ៍ថ្ងៃការមានឈ្មោះល្បីតែមួយមុខមិនគ្រប់គ្រាន់ទៀតទេប៉ុន្តែត្រូវការមាតិកាដែលមានគុណភាពនិងការគាំទ្រពីទស្សនិកជនជាបន្តបន្ទាប់ផងដែរយ៉ាងណាក៏ដោយតាមរយៈអ្វីដែលយើងបានឃើញនាពេលនេះលោកបានចម្រុងហាក់កំពុងមានទាំងសុភមង្គលក្នុងគ្រួសារនិងឱកាសថ្មីៗក្នុងអាជីពការងារដែលអាចជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់ជំពូកថ្មីនៃជីវិតរបស់លោកជាចុងក្រោយនាងខ្ញុំម៉ារីសូមចូលរួមអបអរសាទរដល់លោកបានចម្រុងនិងអ្នកនាងហ៊ុនម៉ាណេដែលទទួលបានដំណឹងដ៏រីករាយនិងសម្រេចបំណងដ៏ធំមួយសម្រាប់គ្រួសារសូមជូនពរឲ្យអ្នកនាងហ៊ុនម៉ាណេមានសុខភាពល្អកន្លងពេលពោះពោះនិងសម្រាប់កូនដោយសុវត្ថិភាពនៅខែវិច្ឆិកាខាងមុខនេះបើប្រិមិត្តចូលចិត្តព័ត៌មានបែបនេះសូមកុំភ្លេចចុច Like Share Comment និង Subscribe Channel Marie CLTV ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ជារៀងរាល់ថ្ងៃនាងខ្ញុំម៉ារីសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត